សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel YouTube របស់អូនតារារាយថ្ងៃនេះដែរខ្ញុំចង់នាំអ្នកទាំងអស់គ្នាមកចែករំលែកសកម្មភាពដ៏សាមញ្ញនិងពោពេញទៅដោយក្តីស្រឡាញ់របស់អូនថ្ងៃនេះគឺថាតាំងពីព្រឹកមកអូនរាជបានលេងជាមួយបងមើលទៅយ៉ាងស្និទ្ធស្នាលការមើលឃើញក្មេងៗលេងជាមួយគ្នាចែករំលែកប្រដាប់លេងសើចសប្បាយនៅរត់លេងជុំវិញគ្នាធ្វើឲ្យបរិយាកាសមើលទៅពោពេញទៅដោយស្នាមញញឹមក្នុងនាមខ្ញុំជាម្ដាយខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញអូនចេះលេងជាមួយនឹងអ្នកដទៃកាន់តែមានទំនុកចិត្តនិងរៀនរស់នៅជាមួយមិត្តភ័ក្តិនិងបងរាល់ថ្ងៃអូនកំពុងតែរៀនអ្វីថ្មីហើយនោះជាអ្វីដែលធ្វើឲ្យបេះដូងម៉ាក់ពោពេញទៅដោយក្តីសោកអូននេះគាត់ចូលចិត្តរត់លេងសើចលេងនិងស្វែងយល់អ្វីថ្មីជុំវិញខ្លួនមិនថាការលេងបាល់ជិះកង់ឬលេងជាមួយប៉ានិងម៉ាក់ស្នាមញញឹមរបស់អូនតែងតែធ្វើឲ្យអ្នកផ្ទះពោពេញទៅដោយភាពរីករាយការលេងរបស់ពួកគាត់ហ្នឹងគឺថាចោះសម្រងគ្នាខ្លាំងមែនតើចេះអត់អោនគ្នាចេះយោគយល់គ្នាអញ្ចឹងធ្វើឲ្យពួកគាត់លេងបានយ៉ាងរលូនហើយយើងមនុស្សចាស់ពេលដែលឃើញក្មេងៗគាត់លេងអត់មានការឆ្លោះគ្នាអញ្ចឹងគឺយើងសប្បាយចិត្តណាមួយពួកគាត់ទាំងអស់គ្នាហ្នឹងស្ដាប់យើងមែនតើយើងហាមគាត់អត់ឲ្យធ្វើអីដែលអត់សមគឺគាត់អត់ហ៊ានធ្វើទេលេងអីដែលអត់ដងគឺគាត់អត់លេងទេអញ្ចឹងព្រោះការលេងរបស់គាត់មើលទៅបានយ៉ាងរលូនហ្មងរាល់ថ្ងៃឲ្យតែពេលញ៉ាំអីហើយហ្នឹងគឺគេចាប់ផ្ដើមលេងជាមួយគ្នាឥឡូវខែហ្នឹងខែទីងម៉ោងអូនរៀបគ្រាន់តែឃើញតាមកហ្នឹងគេយកលុយទៅជូនតាហើយទីងម៉ោងមកហ្នឹងគេហ៊ានឲ្យលុយទីងម៉ោងអូនរៀបក្លាហានខ្លាំងមែនតើឃើញទីងម៉ោងអត់មានខ្លាចអត់មានយំអីទេណាខ្លាំងជាងម៉ាក់ទៀតម៉ាក់កានៅក្មេងហ្នឹងបិទទ្វារចាក់សោបាត់ហើយឥឡូវក្រោយពីគេលេងជាមួយបងហត់ចាប់ផ្ដើមនាំគ្នាជិះឡានទៅទិញរបបរសងការញ៉ាំអាហារជាមួយគ្រួសារគឺជាពេលវេលាមួយដ៏មានតម្លៃមិនចាំបាច់អាហារថ្លៃអីគ្រាន់តែបានអង្គុយជុំគ្នានិយាយគ្នាលេងនិងឃើញអូនរាជញ៉ាំបានឆ្ងាញ់គឺក្តីសុខធំហើយសម្រាប់ខ្ញុំអនុស្សាវរីយ៍តូចទាំងនេះខ្ញុំចង់រក្សាទុកក្នុងវីដេអូដើម្បីថ្ងៃក្រោយពេលដែលអូនធំអូនអាចមកមើលវីដេអូហើយនឹងដឹងថាកាលពីកុមារភាពអូនធ្លាប់មានថ្ងៃដ៏សាមញ្ញប៉ុន្តែពោពេញដោយក្តីស្រឡាញ់ពីប៉ានិងម៉ាក់និងក្រុមគ្រួសារអរគុណអ្នកទាំងអស់គ្នាដែលតែងតែគាំទ្រ Channel របស់ពួកយើងបើអ្នកទាំងអស់គ្នាចូលចិត្តវីដេអូនេះសូមចុច Like Comment Subscribe និងចុចរូបកណ្ដឹងដើម្បីកុំឲ្យខកខានវីដេអូថ្មីៗរបស់អូនសូមជូនពរឲ្យអ្នកទាំងអស់គ្នាមានសុខភាពល្អនិងមានសុភមង្គលជាមួយក្រុមគ្រួសារអរគុណបាយបាយ